នៅក្នុងវីដេអូនេះគឺយើងនឹងមកធ្វើ breakdown ជាមួយនឹង poster មួយនេះដែលខ្ញុំបានធ្វើការពីចូលឆ្នាំខ្មែរហ្នឹងខ្ញុំព្យាយាមធ្វើវីដេអូហ្នឹងឲ្យបានមុនចូលឆ្នាំខ្មែរដែរអ្នកនរគ្នាប៉ុន្តែដោយសារតែពេលហ្នឹងយើងមានបញ្ហាជាមួយនឹង license កម្មវិធីអញ្ចឹងក៏ខ្ញុំធ្វើអត់ទាន់អញ្ចឹងទៅហើយទើបតែមានពេលបានធ្វើវីដេអូ breakdown ហ្នឹងឥឡូវនៅក្នុង poster នេះ start ដំបូងជាមួយនឹងរូបមេឃមួយនេះហើយជាមួយនឹងរូបស្មៅមួយនេះដែរហើយសម្រាប់រូបស្មៅហ្នឹងដែរក៏ខ្ញុំបានដាក់ជាមួយនឹងរូបស្មៅមួយទៀតចូលមកដើម្បីយើង blend ឲ្យវាឃើញមានផ្កានៅលើស្មៅហ្នឹងខ្ញុំបានប្រើនៅ blend if ជាមួយនឹង channel green ដើម្បីលុបផ្នែកស្មៅរបស់ layer ផ្កាហ្នឹងអញ្ចឹងទៅនៅក្នុង layer ហ្នឹងគឺយើងឃើញតែផ្កានេះទេពេលដែលយើង blend if វាចូលមកតមកទៀតយើងប្រើជាមួយនឹង curve adjustment ដើម្បីតម្លើងពន្លឺកន្លែងនេះឲ្យវាស្មើជាមួយនឹងមេឃអញ្ចឹងទៅហើយយើងក៏ប្រើជាមួយនឹងcolor balance ដើម្បីកែពណ៌ឲ្យដូចទៅនឹងមេឃរបស់យើង color balance ហ្នឹងអត់មានអីច្រើនទេគ្រាន់តែទាញវាមក cyan ហើយទាញឡើងទៅ blue ប៉ុណ្្នឹងឯងបន្តមកទៀតក៏ប្រើជាមួយនឹង hue and saturation pen ដែរដើម្បីតម្លើង saturation ទៅលើវាហើយខ្ញុំបានផាត់ជាមួយនឹងពណ៌ដែលខ្ញុំ pick ពីរូបពន្លឺនេះមកខាងលើរូបស្មៅហ្នឹងបន្តមកទៀតយើងដាក់ជាមួយនឹងរូបទឹកនេះសម្រាប់ layer រូបទឹកហ្នឹងដែរគឺខ្ញុំបានប្រើប្រាស់ជាមួយនឹងgrass brush នេះគឺជារូបភាពដើមដែលយើងដាក់ចូលមកណាហើយយើងប្រើជាមួយនឹងbrush ស្មៅដើម្បីលុបនៅតាម game ហ្នឹងឲ្យវា blend ចូលគ្នាជាមួយនឹងរូបស្មៅរបស់យើងនេះបន្តទៅទៀតយើងប្រើជាមួយនឹង color lookup night from day មួយនេះដើម្បី turn ពីរូបភាពភ្លឺបែបនេះទៅជារូបភាពបែបយប់បែបនេះបន្ទាប់មកយើងប្រើជាមួយនឹង color balance ដើម្បីកែពណ៌វាឲ្យដូចទៅនឹងរូបស្មៅរបស់យើងដែលយើងមានស្រាប់ហ្នឹងហើយក៏ដាក់ជាមួយនឹង curve ផងដែរដើម្បីតម្លើងពន្លឺនៅតាម game ខាងលើនេះតទៅទៀតខ្ញុំក៏បានដាក់ជាមួយនឹងរូបនេះដែលជា main subject របស់យើងចូលមកឥឡូវយើង break down ជាមួយនឹងរូបនេះមួយអញ្ចឹងនេះគឺជារូបដើមហើយខ្ញុំបានប្រើជាមួយនឹង color lookup day from night ដូចគ្នាតទៅទៀតជាមួយនឹង color balance ដើម្បីកែពណ៌វាឲ្យដូចទៅនឹងរូបមេឃរបស់យើងដូចយើងឃើញអញ្ចឹងអានេះវារៀងលឿងហើយយើងដាក់ color balance មកវាទៅរៀងស្វាយដូចទៅនឹងរូបមេឃរបស់យើងបន្តមកទៀតដាក់ជាមួយនឹងcurve ដើម្បីយើងគូសពន្លឺពីកន្លែងនេះហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំបានដាក់រូបផ្កាយចូលរូបផ្កាយនេះខ្ញុំបានដូរពណ៌ទៅជាពណ៌ស្វាយឲ្យដូចទៅនឹង vibe color របស់យើងបន្ទាប់មកក៏ខ្ញុំដាក់ជាមួយនឹង inner glow ដើម្បីដាក់ពន្លឺនៅតាម game នេះហើយយើងបានដាក់ដូចជាស្រមោលយើងប្រើជាមួយនឹង curve adjustment ហើយយើងទាញ curve ចុះមកបែបហ្នឹងទៅគឺយើងអាចដាក់ស្រមោលបានហើយសម្រាប់layer mask នេះគឺខ្ញុំ copy ពីរូបផ្កាយរបស់យើងនឹងដើម្បីយកមកធ្វើជា mask នៅក្នុង curve របស់យើងបន្ទាប់មកទៀតមកអានេះគឺ curve ដូចគ្នាដើម្បីដាក់ពន្លឺ soft មួយនៅខាងក្រោយហ្នឹងហើយសម្រាប់ curve មួយនេះគឺខ្ញុំបានដាក់ពន្លឺទៅលើរូបពូលភ្លើងរបស់យើងទាញ curve នេះមកបែបហ្នឹងទៅហើយយើងប្រើជាមួយនឹង soft round brush ធម្មតាយើងគូសនៅតាមពូលភ្លើងហ្នឹងទៅគឺយើងអាចដាក់ភ្លើងបែបនេះបានហើយបន្ទាប់មកខ្ញុំក៏ដាក់ជាមួយនឹង glow ទៅលើពូលភ្លើងហ្នឹងផងដែរហើយ glow ហ្នឹងគឺយើង pick ជាមួយនឹង color មួយនេះជាមួយនឹង blending mode linear dodge add បន្ទាប់មកយើងប្រើ mask ហើយយើងគូសនៅតាមពូលភ្លើងរបស់យើងទៅយើងបង្កើតបានជា glow នឹងមកហើយអូខេអញ្ចឹងសម្រាប់កន្លែងផ្កាយនេះក៏ខ្ញុំដាក់ជាមួយនឹង curve time ផងដែរដើម្បីគូសសាត់មកកន្លែងនេះពូលភ្លើងយើងមកពីកន្លែងនេះអញ្ចឹងខ្ញុំចង់ឲ្យកន្លែងនេះគឺវាអត់សូវភ្លឺខ្លាំងពេកទេតទៅទៀតយើងដាក់ជាមួយនឹងភ្លឺនៅម្ដុំនេះ time ទៀតមកហើយអញ្ចឹងយើងហៅជាមួយនឹង main subject របស់យើងបន្ទាប់មកខ្ញុំក៏ copy អាទាំងអស់ហ្នឹងហើយ flip វាដាក់មកខាងក្រោមបែបនេះដើម្បីបង្កើតបានជា reflection នៅលើទឹកនេះហើយសម្រាប់ដាក់វាជា reflection ហ្នឹងក៏អត់មានធ្វើអីច្រើនដែរខ្ញុំគ្រាន់តែដូរ blending mode វាទៅ color dodge ហើយដាក់ជាមួយនឹង Gaussian blur ទៅលើវាបន្តិចចឹងទៅគឺយើងបានបែបនេះហើយយើងថែមជាមួយនឹង hue and saturation នៅខាងក្រោមនេះមួយទៀតដើម្បីយើងដកពណ៌ខៀវចេញពីទឹករបស់យើងមកឲ្យវាទៅជាសថ្លាបែបនេះអូខេបន្តមកទៀតយើងក៏ដាក់ជាមួយនឹង fog brush អានេះគឺ fog brush ដែលខ្ញុំគូសហ្នឹងយើងគូសមើលទៅដូចជា up នៅតាមក្រោយ background ហ្នឹងក៏ថែមជាមួយនឹងដើមត្នោតផងដែរហើយសម្រាប់ adjustment ទៅលើ subject មួយខ្ញុំមានអីច្រើនទេអ្នកនរគ្នាគឺជា object ដើមដែលយើងតម្លាក់ចូលមកបន្ទាប់មកយើងកែទៅលើពន្លឺហើយបន្ទាប់មកយើងកែទៅលើ color balance ដើម្បីឲ្យវា match គ្នាជាមួយនឹង make ហ្នឹងហើយយើងដាក់ជាមួយនឹង highlight ហើយនឹង shadow មកគឺយើងបាន blend វាចូលទៅក្នុង background ហ្នឹងឯងតបមកនៅផ្នែកខាងមុខនេះខ្ញុំក៏បានដាក់ជាមួយនឹងរូបផ្កាឈូកផងដែរទាំងសងខាងហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្លឹកឈើ blur នៅខាងមុខនេះមកតង់ទៀតដោយសារខ្ញុំអត់ចង់ឃើញអាផ្នែកខាងក្រោមហ្នឹងវារៀងច្បាស់ពេកទេអញ្ចឹងគឺយើងនឹងបានបែបនេះហើយយើងក៏ដាក់ជាមួយនឹង light particle ផងដែរ
នេះគឺពលឺតូចកតិចដូចយើងឃើញហ្នឹងហើយយើងដាក់ជាមួយនឹងទង់នៅខាងលើនេះហើយបន្ទាប់មកយើងដាក់ក្អមនៅផ្នែកខាងឆ្វេងនេះគឺជា assessment របស់យើងហើយនៅលើទង់ហ្នឹងក៏ខ្ញុំបានកែជាមួយនឹងពលឺរបស់វាតិចដែរហើយជាមួយនឹង color balance ហើយយើងដាក់ជាមួយនឹង inner glow តិចទៅដើម្បីបានពលឺ highlight នៅតាម game ហ្នឹងបន្តមកទៀតចូលមកដល់វគ្គ title របស់យើងខ្ញុំសូមបិទ play ទាំងអស់ហើយខ្ញុំបើកឲ្យអ្នកទាំងគ្នាមើលម្ដងមួយអញ្ចឹងនេះគឺជារូប title ដើមរបស់យើងហើយ title នេះគឺខ្ញុំ generate AI អ្នកទាំងគ្នាវាមានជារូប vector មួយបន្ទាប់មកគឺខ្ញុំដាក់ចូលទៅក្នុង free pick AI ហើយយើងទៅ say prompt ឲ្យវា generate ទៅជា style បែបហ្នឹងខ្ញុំនឹងចេញវីដេអូពីរបៀបដែលយើងអាចធ្វើ style អក្សរបែបហ្នឹងដោយប្រើ AI បាននៅវីដេអូក្រោយទៀតអញ្ចឹងកុំភ្លេចចុច subscribe ណាមួយផងបន្ទាប់មកខ្ញុំក៏ដាក់ inner glow ទៅលើ title ហ្នឹងហើយខ្ញុំដូរពណ៌ពីពណ៌ក្រហមបែបនេះទៅជាពណ៌បែបរាងស្វាយបែបនេះហើយយើងតម្លើងពលឺទៅលើវាបន្តិចបន្តមកទៀតខ្ញុំក៏ដាក់ជាមួយនឹងខ្សែដើម្បីព្យួរអក្សរនឹងផងដែរហើយយើងដាក់ស្រមោលពីក្រោមខ្សែនឹងតិចទៅហើយសម្រាប់ខ្សែនឹងដែរយើងក៏លេងជាមួយនឹង curve ហើយ color balance ផងដែរដើម្បីឲ្យវា match ជាមួយនឹងរូបភាពមេឃរបស់យើងអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ poster មួយនេះអញ្ចឹងសម្រាប់ស្រមោលនៅខាងក្រោមរូប main subject របស់យើងរូបផ្កាយនេះគឺខ្ញុំប្រើជាមួយនឹង curve តាមមួយមុខទេហើយយើងគូសជាមួយនឹង brush tool គូស mask brush tool នៅលើ mask ហ្នឹងហើយយើងបានជាមួយនឹងស្រមោលប៉ុណ្នេះនៅខាងក្រោម main subject របស់យើងបន្ទាប់ពីធ្វើអស់ហើយខ្ញុំក៏ merge រូបភាពទាំងអស់ហើយដាក់ចូលទៅក្នុង camera raw filter យើង adjust ទៅលើ basic correction បន្ថែមទៅលើពលឺអីហ្នឹងគឺយើងបាន final បែបនេះអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេកុំភ្លេចចុច subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ